សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានមេរៀនថ្មីចង់មកបង្ហាញអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង clause 14.2 នៅក្នុង FIDI contract និយាយអំពី advance payment អញ្ចឹងយើងធ្លាប់លើពាក្យថា advance payment មានន័យថាម៉េចពាក្យ advance payment នេះ advance មានន័យថាឲ្យមុនអញ្ចឹង payment ការ pay អញ្ចឹងការ pay ឲ្យមុនចឹងឥឡូវ content ថ្ងៃហ្នឹងខ្ញុំនិយាយរៀបរាប់មាន5ចំណុចអញ្ចឹងចំណុចទី1 definition នៃ advance payment purpose គោលបំណងទី3 key provision ទី4តកតងជាមួយនឹង recovery mechanism ហើយទី5ចុងក្រោយនេះតកតងជាមួយនឹង practical note អញ្ចឹងទាំងអស់គ្នាមើលថា definition ហើយ purpose នៃ advance payment ហ្នឹងមានអីគេខ្លះទី1តកតងជាមួយនឹងdefinition គឺ lump sum paid by employer to contractor before construction begin កន្លែងនេះមានន័យថាជាចំនួនមួយដែលម្ចាស់គម្រោងឲ្យទៅកាន់អ្នកសាងសង់មុនពេលដែលការសាងសង់ហ្នឹងបានចាប់ផ្ដើមហើយ purpose គោលបំណងគឺ improve contractor cash flow support mobilization material ហើយនិង site set up កន្លែងនេះមូលហេតុដែលខាងម្ចាស់គម្រោងឲ្យលុយគេហៅប្រាក់កក់ advance payment ហ្នឹងគឺដោយសារតែចង់ឲ្យ contractor cash flow ហ្នឹងដើរបានល្អហើយតកតទៅនឹង support ទៅដោយការ mobilization ការដឹកគ្រឿងចក្រដឹកតកតទៅនឹង man equipment ចូលណាហើយនឹងដូចជាការទិញ material ទិញអី site preparation site set up ត្រូវទិញមានលបងមានអីចឹងណាអញ្ចឹងហ្នឹងហើយជាមូលហេតុដែលខាងម្ចាស់គម្រោងហ្នឹងគាត់ឲ្យលុយគេហៅប្រាក់កក់ advance payment ទៅឲ្យខាង contractor